When Light Hurt ក្រោមទឹកហៀវក្នុងវីដេអូនេះខ្ញុំនាំអ្នកគ្នាទៅលេងទឹកអាំងនៅ Star Olympic នៅពេញយូរទេដឹងថានៅ Star Olympic យើងអាចចូលទៅលេងទឹកបានហើយយើងគ្រាន់ចំណាយតែ$3ទេញ៉ាំម៉ូតូនៅខាងមុខ Star មកបន្តទៀតយើងដើរទៅខាងក្រោយ Star អញ្ចឹងយើងដើរមកចំហៀងខាង Star នេះមកចឹងនាំអ្នកគ្នាទៅតែខ្ញុំដល់លេងល្ងាចដែរម៉ោង5មកដល់ម៉ោង5:00ឃើញថានៅ start ពេលល្ងាចឡើងគឺមានអ្នកមករត់ហាត់ប្រាណច្រើនមែនទែនថ្ងៃនេះខ្ញុំមកបានមករត់ដោយសារខ្ញុំទៅហែទឹកតាមពិតទៅនៅខាងក្រោយ start ក៏មានកន្លែងផ្ញើម៉ូតូមួយទៀតដែរតែខ្ញុំអត់ផ្ញើខ្ញុំធ្លាប់ផ្ញើខាងមុខអញ្ចឹងទៅខ្ញុំដាក់ម៉ូតូនៅខាងមុខហើយខ្ញុំដើរមកខាងក្រោយយើងដើរមកដល់ខាងក្រោយយើងងាកទៅខាងលើយើងឃើញនៅខុនដូមួយខ្ពស់តែយើងមិនមកខុនដូនោះទេអញ្ចឹងយើងមកអាំងហែទឹកអញ្ចឹងយើងមើលខាងស្ដាំដៃមកយើងដើរទៅមុខទៅទៀតឃើញខាងស្ដាំដៃយើងក៏ឃើញសហព័ន្ធខ្មែរកីឡាហែទឹកហើយតែមុនចូលយើងមើលព័ត៌មានគេខាងក្រៅសិនក៏បានដែរដែលការចូលលេងគឺមានកាលវិភាគច្បាស់លាស់ពួកគេដែរគឺគេកំណត់ក្នុងមួយថ្ងៃគេអាចឲ្យយើងចូលលេង2វេនដោយវេនព្រឹកហើយនឹងជាមួយនឹងវេនល្ងាចសម្រាប់ថ្ងៃច័ន្ទនិងថ្ងៃសុក្រគឺគេបើកឲ្យយើងចូលលេងដល់ពេលល្ងាចទេដោយសារតែពេលព្រឹកហ្នឹងគេត្រូវការសម្អាតនៅអាងទឹកហ្នឹងអ្នកនរគ្នាបានដឹងជាមួយនឹងកាលវិភាគក្នុងការចូលលេងអាងទឹកហើយពេលយើងចូលមកដល់ខាងក្នុងយើងខកប្រាប់គេទៅថាយើងមកលេងទឹកហើយគាត់ក៏សួរយើងដែរថាយើងចេះហែទឹកអត់បើយើងអត់ចេះទេអាចជារៀងពិបាកដែរដោយសារតែទឹកហ្នឹងវារៀងឆៅអូផ្លេចសួរនាំហើយកុំភ្លេចបាញ់លុយគាត់ផងដោយសារសវត្ថចូលលេងគឺ$3ហើយយើងដើរទៅខាងក្រោយឡើងទៅខាងលើយើងនឹងឃើញជាមួយនឹងlocker សម្រាប់ទុកអីវ៉ាន់ដែរខ្ញុំ speaker តែវិញធំដែរចឹងកតាខ្ញុំដាក់រៀងជាតិដែរតែបើតាប់អ្នកគ្នាមុំអាចដាក់ទៅផាជាអីទេចឹងមានកន្លែងទុកអីវ៉ាន់ធំត្រូវដែរពេលយើងទុកអីវ៉ាន់ហើយយើងអាចដើរចេញទៅខាងក្រៅហើយនៅខាងស្ដាំដៃគឺមានបន្ទប់ទឹកសម្រាប់ផ្លាស់សម្លៀកបំពាក់តែខ្ញុំបានថតទេឥឡូវខ្ញុំផ្លាស់កៅអៅហើយទៅឲ្យខាត់ពេលយូរទៅលេងទឹកជាមួយអ្នកគ្នាចឹងនៅនឹងមាន2កន្លែងសម្រាប់លេងឥឡូវនេះដូចជាលើគេថាតុ3ម៉ែត្រ2ម៉ែត្រ3ម៉ែត្រខ្ញុំមកច្បាស់ដែរតែកន្លែងនេះវាឆៅប្រហែលម៉ែត្រដូចជា5ម៉ែត្រឥឡូវខ្ញុំតេស្តលេងនៅខាងនេះមុនហើយមានហេតុ6អីគឺចាប់ឡើងឡើងហើយហូបភ្លៀងទៀតភាសាថាខ្ញុំមករៀងឡែកខ្ញុំមកដល់ម៉ោង5មិនតិចចឹងគេជិតបិទដែរពេលទឹកឲ្យមានអាមួកកាប់យើងនៅដើម្បីឲ្យពាក់ទៅវាអត់សក់យកនេះញ៉ៃលើសាក់ជាមួយទឹកនេះមើលម្ដងទៀតចាប់ទឹកមកមកឲ្យទឹកឡើងហ្នឹងអាចមកបានគឺយើងចំណាយតែ$3ទេបាយមកต้องเอาចិត្តឥឡូវខ្ញុំទឹកឲ្យខ្ញុំម្ដងទៀតពីហូកាមេរ៉ាខ្ញុំឃើញនៅសារខ្ញុំយកកាមេរ៉ាទៅដាក់នៅខំបាតទឹកដែលមានជម្រៅ3ម៉ែត្រហើយបន្តទៀតខ្ញុំឡើងទៅលើដល់ពេលខ្ញុំជាមួយមកម្ដងទៀតគឺថាមើលកាមេរ៉ាឃើញទីរសារដល់ពេលវាយប់ដែរ អ
មករត់នៅស្ថានដែលមកលេងទឹកនេះចឹងថ្ងៃនេះមកម្ដងជាអត់ចូលmấyព្រៀងទេមកយ៉ាងនេះទៀតខ្ញុំលេងបានប្រហែលជាកន្លះម៉ោងជាងតាមទៅតែសំទីឥឡូវខ្ញុំចេញទៅផ្ទះវិញហើយដោយសារតែវាយប់ដែរជាយូរដើម្បីវីដេអូបាទ